បងប្អូនកន្លែងមួយនេះគឺនៅក្បែរព្រះអង្គជ័យព្រះអង្គចោមបាទនៅក្នុងក្រុងសៀមរាបនៅក្បែរសួនព្រៃដំណាក់នឹងឯងបងប្អូនបាទនៅអាកន្លែងបជាវបាទបងប្អូនអត់ដែលស្គាល់ទេគឺអាកន្លែងដើមឈើដែលមានបជាវមានសត្វជ្រឹងច្រើនមែនទែនបាទហើយឃើញថាមានការរៀបចំជាក្រមាខ្មែរយើងមើលទៅគឺស្រស់ស្អាតខ្លាំងមែនទែនមានចម្រុះពណ៌ណាបងប្អូនបាទឃើញថាបងប្អូនយើងច្រើនគាត់មកធ្វើការថតរូបអនុស្សាវរីយ៍ស្អាតបាទជាពិសេសគឺពេលល្ងាចមានការដើរហាត់ប្រាណអីចឹងទៅបាទហើយនៅនឹងដោយសារតែខែនេះវាមានផ្កាមានអីរីកផងជារដូវដែលផ្ការីកជាតិចូលឆ្នាំដូច្នេះហើយវាមានសម្រស់កាន់តែស្រស់ស្អាតមួយបែបទៀតបាទមានផ្កាចំប៉ីបាទមានផ្កានឹងឯចំប៉ីហ្នឹងមានចំប៉ីសចំប៉ីក្រហមបាទហើយមានផ្កាផ្សេងទៀតបងប្អូនហ្នឹងហើយហើយកន្លែងនេះគឺស្រស់ស្រាយខ្លាំងមែនទែនបងប្អូនបាទគឺនៅក្បែរនឹងព្រះអង្គជ័យព្រះអង្គចំឯងអញ្ចឹងពេលដែលបងប្អូនមកលេងកូនសង្ក្រាន្តនឹងនេះអាចទៅលេងកន្លែងនឹងបានថតរូបអនុស្សាវរីយ៍ស្អាតព្រោះថាទេសភាពហ្នឹងគឺស្អាតខ្លាំងមែនទែន